ជាថ្មីជាមួយនឹង Miss Education KA ថ្ងៃនេះដែរមកកែលំហាត់គណិតវិទ្យាថ្នាក់ទី9មេរៀនទី1ចំនួនអក្សរនិទានត្រង់ទំព័រទី13កាលពីវីដេអូមុនទំព័រទី13របស់យើងបានកែលំហាត់ទី1ម្ដងហើយប៉ុន្តែអត់ទាន់ចប់ទេយើងនៅសល់5លំហាត់ទៀតទើបបញ្ចប់ក្នុងលំហាត់ទី1ឥឡូវយើងមកចូលដល់លំហាត់របស់យើងគេមានដកឬគូប27គេចង់ឲ្យអ្នកទាំងអស់គ្នាបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់ចេញពីឬគូបអញ្ចឹងដើម្បីបញ្ចេញបានអ្នកទាំងអស់គ្នាត្រូវដឹងសិនដើម្បីបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់គេត្រូវបំលែងរ៉ាឌីកង់ជាស្វ័យគុណដែលមាននិទុសនស្មើទៅនឹងសន្ទុះនៃរ៉ាឌីកាល់អ្នកទាំងអស់គ្នាត្រូវបំលែងរ៉ាឌីកង់ឲ្យទៅជាស្វ័យគុណ3ឲ្យស្មើទៅនឹងសន្ទុះនៃរ៉ាឌីកាល់ទៅអាចចេញពីរឹសបានឬគីបបានឥឡូវដករឹសគីប27ដកនៅខាងមុខរឹសយើងដាក់មកដដែលសិនរឹសគីបនៃ27យើងអាចសរសេរបាន3ស្វ័យគុណ3កាលណាយើងអាចលើករ៉ាឌីកង់ទៅជាស្វ័យគុណ3មានសន្ទុះស្មើទៅនឹងនិទុសននៃរ៉ាឌីកាល់យើងអាចចេញពីរឹសបានហើយចេញមកបានដក3ចូលមកដល់លំហាត់បន្ទាប់ដកឬគូប64ឬគូប64ដកនៅពីខាងមុខឬយើងដាក់ដកមកដដែលសិនឬគូប64គឺស្មើនឹង4ស្វ័យគុណ3ចេញមកបាន4តែនៅខាងមុខឬមានសញ្ញាដកគឺបានទៅជាដក4លំហាត់បន្ទាប់ឬគូបនៃ125យើងសរសេរបានថាឬគូបនៃ5ស្វ័យគុណ3បញ្ចេញពីរឹសបាន5ចូលមកដល់លំហាត់បន្ទាប់ឬគូប216យើងអាចសរសេរបានថាឬគូបនៃ6គីបបញ្ចេញពីរឹសស្មើនឹង6លំហាត់ចុងក្រោយឬគូបនៃ1000យើងសរសេរបានឬគូប1000យើងដឹងហើយគឺស្មើនឹង10ស្វ័យគុណ3បញ្ចេញពីរឹសស្មើនឹង10លំហាត់របស់យើងគឺរួចរាល់បើសិនជាចូលចិត្តវីដេអូសូមជួយ like ដើម្បីបានវីដេអូថ្មីៗបន្តទៀតហើយ Channel Miss Education KH របស់យើងនឹងព្យាយាមកែលំហាត់គណិតវិទ្យាថ្នាក់ទី9ជារៀងរាល់ថ្ងៃនៅម៉ោង7